ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមអានវ៉រអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃប្រហ័សទី11ខែធ្នូនិងកាលពីយប់មិញថ្ងៃទី12ខែធ្នូឆ្នាំ2025ជាមួយឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីស្វែងរកវិធីឲ្យមានបទឈប់បាញ់រវាងកម្ពុជាថៃហើយឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូ Joint Declaration ខ្ញុំបានថ្លែងអំណរគុណឯកឧត្តមទាំងពីរចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូ Joint Declaration ចំពោះហេតុការណ៍បាញ់ប្រហារនៅរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរខ្ញុំបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុនវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការ I had phone conversation with both Prime Minister Anwar of Malaysia on Tuesday 11 December and last night 12 December 2025 with President Donald Trump of the United States to find way to have a ceasefire and return to the implementation of Kuala Lumpur Joint Declaration between Cambodia and Thailand. I thank both leaders for their continued effort to achieve a long-lasting peace between Cambodia and Thailand. Cambodia has always been adhering to peaceful means for dispute resolution. In accordance with the KL Joint Declaration regarding the shooting incident on the afternoon of 7 December 2025, which started the new round of fight between the two countries. I suggested to both leaders that military or agency of United States and Malaysia can use their information gathering capability such as satellite imagery record during that time as well as for the next 24 hours after that to worry which side opened fire first. This may be the easiest and most transparent way to worry the incident. Cambodia is ready to cooperate in any way that is needed ទ្រង់ជ្រូកហ៊ុនម៉ាណែតទ្រង់ជ្រូកហានម៉ាណែតទ្រង់ជ្រូកកម្ពុជាទ្រង់ជ្រូកកម្ពុជា